nơiចំពោះមុខសាច់ញាតិទាំងអស់ចេកបានចាក់ស៊ុបមួយចានទៅលើមុខរបស់ធំដែលជាកូនប្រសាររបស់គាត់ផ្ទាល់ស៊ុបក្តៅហូរចុះមកតាមចង្ការបស់គាត់ជាមួយនឹងខ្ទឹមបារាំងបៃតងនិងបំណែកសាច់ដែលជាប់ពេញមុខនឹងរបស់គាត់ធំបានឈរស្ងៀមនៅទីនោះដោយនៅតែកាន់ត្រីផ្អែមនិងជូរដែលទើបឆ្អិនថ្មីចានមិនបានបែកទេប៉ុន្តែម្រាមដៃរបស់គាត់ក្តាប់ជាប់ពណ៌ថ្ងៃនេះជាថ្ងៃកំណើតគម្រប់60ឆ្នាំរបស់យ៉ាកមុនថ្ងៃរះថមបានចូលទៅក្នុងផ្ទះបាយរួចហើយសម្រាប់មាន់លាងត្រីចិញ្ច្រាំឆ្អឹងជំនីហាន់ខ្ញីបុកខ្ទឹមនិងលាយទឹកជ្រលក់អណ្ដាតភ្លើងបានលិតបាត់ផ្ទះហើយធ្វើឲ្យមុខរបស់ថមឡើងក្រហមភ្លឺពេញមួយព្រឹកគាត់មិនដែលដើរចេញពីចង្ក្រានឡើយប្រេងក្តៅបានហៀរលើដៃរបស់គាត់ហើយឡើងពងបែកដូច្នេះគាត់លាងវាដោយទឹកត្រជាក់ហើយបន្តធ្វើការសាច់ញាតិនៅក្នុងទីធ្លាបានបន្តសរសើរគាត់ដោយនិយាយថាកូនប្រសារនេះមានជំនាញកាំបិតដ៏អស្ចារ្យដំឡូងបារាំងហាន់របស់គាត់សុទ្ធតែរាបស្មើស្អាតជាងការកាត់ដោយម៉ាស៊ីនទៅទៀតចេកបានឬគ្រប់ពាក្យពីបន្ទប់ធំប៉ុន្តែគាត់គ្រាន់តែស្រមុកដោយការមើលងាយច្បាស់ណាស់ថាមិនសប្បាយចិត្តនឹងវាទេមិនយូរប៉ុន្មានម្ហូបចំហុយចំនួន12ចានបានពេញទៅមូលទាំងមូលមានសាច់និងបន្លែសុទ្ធតែភ្លឺចែងចាំងនិងគួរឲ្យចង់ញ៉ាំសាច់ញាតិនៅតែសរសើរម្ហូបរបស់ធំដោយនិយាយថាគ្រួសាររបស់ចេកមានសំណាងណាស់ដែលមានកូនប្រសារដែលខិតខំធ្វើការនិងមានសមត្ថភាពបែបនេះមុខរបស់ចេកប្រែជាខ្មៅគាត់មើលជុំវិញមនុស្សគ្រប់គ្នារួចក៏គប់ចង្កឹះរបស់គាត់ទៅលើតូស៊ុបសិតណែណាសំណួរភ្លាមនោះធ្វើឲ្យតូទាំងមូលស្ងាត់ឈឹងម៉ារីបានព្យាយាមធ្វើឲ្យវារលូនយ៉ាងរហ័សអូមានស៊ុបមាន់នៅលើតុផឹកវាសិនខ្ញុំចង់បានស៊ុបសិតប្រៃសិតស្ងួតដែលលោកតាវីលៀមបានឲ្យខ្ញុំកាលពីឆ្នាំមុនខ្ញុំបានរក្សាទុកវាសម្រាប់ពិធីជប់លៀងខួបកំណើតនេះតើអ្នកខ្វាក់ភ្នែកមែនទេថមបានជូតញើសចេញពីមុខរបស់គាត់យ៉ាងលឿនហើយពន្យល់ដោយស្ងាត់ប៉ាខ្ញុំបានត្រាំសិតជាយូរមកហើយពួកវាត្រូវដាំឲ្យពុះរយៈពេល2ម៉ោងពេញដើម្បីឲ្យឆ្អិនល្អនិងមានរសជាតិឆ្ងាញ់ខ្ញុំខ្លាចពន្យាពេលអាហារដូច្នេះខ្ញុំបានរៀបចំម្ហូបទាំងអស់ឲ្យរួចរាល់មុននោះគ្រាន់តែជាលេសមួយសម្រាប់ភាពខ្ជិលច្រអូសប៉ុណ្ណោះសាច់ញាតិបានមកដល់ទីនេះអស់ហើយអ្នកមិនអាចធ្វើស៊ុបមួយចានបានផងខ្ញុំប្រហែលជាខ្វាក់ភ្នែកមិនបានទេដែលអនុញ្ញាតឲ្យអ្នករៀបការក្នុងគ្រួសារនេះមីងអាណាបានព្យាយាមធ្វើឲ្យគាត់ស្ងប់ចិត្តយ៉ាងរហ័សកុំខឹងអីមានអាហារឆ្ងាញ់ពេញតូក្មេងនោះខំធ្វើការពេញមួយព្រឹកប៉ុន្តែដំបូន្មានដ៏សប្បុរសនោះធ្វើឲ្យយ៉ាកដែលមានមោទនភាពកាន់តែខឹងសម្បានៅចំពោះមុខសាច់ញាតិទាំងអស់គាត់មិនដែលអនុញ្ញាតឲ្យកូនប្រសារដែលរស់នៅជាមួយគ្នានិយាយទៅនឹងគាត់ឡើយភ្លាមនោះគាត់បានចាប់យកចានស៊ុបត្រជាក់មួយចានដែលពេញទៅដោយប្រេងនិងបន្លែដែលនៅសល់ពីតូរួចក្រោកឈរឡើងហើយចាក់វាយ៉ាងខ្លាំងទៅលើមុខរបស់ថមពេលស៊ុបនោះប៉ះមុខរបស់គាត់ភ្លាមបន្ទប់ទាំងមូលក៏ស្ងាត់ឈឹងសាច់ញាតិជាង20នាក់បានឈរស្ងៀមនៅនឹងកន្លែងចង្កឹះព្យួរកែវស្រាឈប់នៅកណ្ដាលអាកាសវាស្ងាត់ណាស់ដែលអ្នកអាចជឿសំឡេងចូលធ្លាក់ស៊ុបពុកនៅតែបន្តស្រក់ចុះមកលើថ្ពាល់របស់ថមធ្លាក់មកលើសាច់ជ្រូកស្ងោរស្រស់និងដំណក់ប្រេងតូចដែលហៀចេញមាននរណាម្នាក់ស្ទើរតែសើចរួចក៏យកដៃខ្ទប់មាត់ភ្លាមព្រោះខ្លាចត្រូវគេអូសចូលទៅក្នុងបញ្ហាលូស៊ីសម្លឹងមើលស្វាមីរបស់នាងដោយភាពខ្មាស់អៀននិងពោពេញដោយសុខនាងបានឃើញម្រាមដៃស្លេកស្លាំងនិងតានតឹងរបស់គាត់ព្រមទាំងទឹកមុខរបស់គាត់ខណៈពេលដែលគាត់កំពុងបង្ខំខ្លួនឯងឲ្យលេបត្របាក់ភាពអាម៉ាស់នោះបេះដូងរបស់នាងឈឺចាប់ហើយកំហឹងបានហូរចូលក្នុងខ្លួននាងចាំបានកាលពីដៅរងាមុននៅពេលដែលថមមានគ្រុនក្តៅខ្លាំងប៉ុន្តែនៅតែបង្ខំខ្លួនឯងឲ្យត្រួតពិនិត្យអាការដ្ឋានជួសជុលរហូតដល់គាត់ដួលសន្លប់ខណៈពេលដែលចេកអង្គុយក្បែរនោះកំពុងបំបែកគ្រាប់ការឈូករត់ហើយចំអកឲ្យគាត់ថាគាត់មានចិត្តទន់ភ្លន់ពេកនាងចាំបានកាលពីខែមុននៅពេលដែលថមបានប្រគល់ប្រាក់គ្រប់កាក់ទាំងអស់ពីប្រាក់ខែដែលគាត់រកបានដោយលំបាកបន្ទាប់ពីចេករកវារួចគាត់មើលទៅគួរឲ្យស្អប់ខ្ពើមហើយនិយាយតែរឿងមួយប៉ុណ្ណោះត្រឹមតែប៉ុណ្ណឹងឯងធ្វើបានហើយមែនទេក្នុងរយៈពេល5ឆ្នាំនៃអាពាហ៍ពិពាហ៍ថមមិនដែលញ៉ាំអាហារដែលចម្អិនរួចនៅផ្ទះម្ដងណាឡើយជារៀងរាល់ថ្ងៃបន្ទាប់ពីចេញពីធ្វើការរឿងដំបូងដែលគាត់ធ្វើគឺចូលទៅក្នុងផ្ទះបាយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកគាត់ធ្វើការពីព្រឹកដល់យប់ដោយមិនត្អូញត្អែឡើយសូម្បីតែផ្ទះ3ជាន់ដ៏អស្ចារ្យរបស់គ្រួសារនេះក៏ត្រូវបានសាងសង់ឡើងដោយប្រាក់សន្សំដែលថមរកបានពីអាជីវកម្មរបស់គាត់ចេកតែងតែអួតប្រាប់អ្នកខាងក្រៅថាគាត់មានការវិនិច្ឆ័យល្អប៉ុន្តែនៅពីក្រោយទ្វារសម្ងាត់គាត់មិនដែលប្រព្រឹត្តចំពោះកូនប្រសារដែលរស់នៅជាមួយគ្នានេះបានល្អនោះទេគាត់បានធ្វើឲ្យថមមានអាកប្បកិរិយារ៉ាប់ទាបនិងប្រុងប្រយ័ត្នពេញមួយឆ្នាំលូស៊ីមានបញ្ហាក្រពះរួចទៅហើយនៅពេលណាដែលនាងមានអារម្មណ៍រំជួលចិត្តក្រពះរបស់នាងនឹងឈឺប៉ុន្តែឥឡូវនេះកំហឹងរបស់នាងខ្លាំងពេករហូតដល់នាងមិនអាចមានអារម្មណ៍ឈឺចាប់អ្វីទាំងអស់នាងរុញខ្លួននាងឡើងពីទៅយឺតលូស៊ីអង្គុយចុះចេកស្រែកយ៉ាងខ្លាំងលូស៊ីមិនអើពើនឹងគាត់ទេហើយដើរទៅរកថមយ៉ាងលឿនដោយយកស្លឹកបន្លែដែលជាប់នឹងមុខរបស់គាត់ចេញយ៉ាងស្រាលថមព្យាយាមគេចដោយសភាពគាត់ប៉ុន្តែនាងបានចាប់ស្មារបស់គាត់យ៉ាងណែនប្តីខ្ញុំក្រោកពីដំណេកនៅម៉ោង5:30ព្រឹកនេះដើម្បីដុតភ្លើងចម្អិននិងហាន់បន្លែម្រាមដៃរបស់គាត់ត្រូវបានកាត់និងរុំដោយបងរុំហើយពងបែកនៅលើក្នុងដៃរបស់គាត់នៅតែមិនទាន់រលត់នៅឡើយសំឡេងរបស់លូស៊ីស្ងប់ស្ងាត់ប៉ុន្តែរាល់ពាក្យសម្ដីរបស់គាត់ប៉ះពាល់យ៉ាងខ្លាំងម្ហូបសំខាន់ទាំង12មុខត្រូវបានធ្វើឡើងដោយគាត់តែម្នាក់ឯងស៊ុបសិតព្រៃត្រូវដាំឲ្យពុះរយៈពេល2ម៉ោងហើយគាត់មិនទាន់បានបម្រើវានៅឡើយទេព្រោះគាត់ខ្លាចវាមិនទាន់ឆ្អិនល្អហើយអាចធ្វើឲ្យភ្ញៀវឈឺក្រពះអស់រយៈពេលជាច្រើនឆ្នាំមកហើយសម្រាប់ពិធីជប់លៀងគ្រួសារនីមួយមិនថាធំឬតូចអ្នកដែលធ្វើការនៅចង្ក្រានតែងតែជាគាត់
អ្នករាល់គ្នានៅទីនេះដែលមិនទាន់បានញ៉ាំអាហារដែលគាត់ចម្អិនសាច់ញាតិទាំងអស់បានអន់ក្បាលចុះដោយស្ងៀមស្ងាត់នៅក្នុងចិត្តពួកគេទាំងអស់គ្នាបានដឹងការពិតលូស៊ីបានងាកមកមើលចេកប៉ាពេលកូនចូលមន្ទីរពេទ្យលើកមុនតើអ្នកណាបានសែងកូនចុះទៅជាន់ក្រោមដើម្បីសុំជំនួយពេលទ្រូងកូនឈឺនៅពាក់កណ្ដាលអាធ្រាត្រតើអ្នកណាជិះម៉ូតូទៅនាំកូនទៅមន្ទីរពេទ្យហើយអ្នកណារកប្រាក់បានគ្រប់$1ដែលប្រើសម្រាប់សាងសង់ផ្ទះនេះចេកបានស្រក់ទឹកមុខទាំងស្រុងមុខរបស់គាត់ប្រែជាក្រហមពេលគាត់ស្រែកថាប៉ាប្រឆាំងនឹងខ្ញុំហើយក្មេងស្រីតូចដូចកូនហ៊ានប្រដៅបងប្រុសរបស់កូនមែនទេលូស៊ីឈប់ទប់អារម្មណ៍ហើយនាងបានលើកដៃឡើងហើយក្រឡាប់ទៅបរិភោគអាហារទាំងមូលចាននិងចានបែកខ្ទេចខ្ទីស៊ុបហៀពេញកន្លែងហើយសម្លៀកបំពាក់សាច់ញាតិក៏ប្រឡាក់ទាំងអស់គ្មានអ្នកណាហ៊ានបញ្ឈប់នាងឡើយនាងចាប់ដៃធំយ៉ាងណែនរួចងាកចេញដោយមិនស្ទាក់ស្ទើរប្តីខ្ញុំមិនជំពាក់អ្វីគ្រួសារអ្នកសម្រាប់អាហារថ្ងៃនេះទេនៅខាងក្រៅពន្លឺព្រះអាទិត្យចែងចាំងខ្លាំងណាស់ថំជំពប់ជើងពី3ជំហានពេលនាងទាញគាត់ដើរមករួចនិយាយយ៉ាងស្រទន់ថាលូស៊ីថ្ងៃនេះនៅតែជាថ្ងៃកំណើតរបស់ប៉ាចុះយ៉ាងម៉េចដែរថ្ងៃកំណើតមិនផ្ដោតសិទ្ធឲ្យគាត់ធ្វើឲ្យមនុស្សអាម៉ាស់មុខទេលូស៊ីបានជួយថំឡើងលើម៉ូតូហើយបើកឡានចេញទៅនៅក្នុងកញ្ចក់មើលក្រោយហ្វូងសាច់ញាតិមួយហ្វូងបានប្រមូលផ្ដុំគ្នានៅមាត់ទ្វារកំពុងមើលប៉ុន្តែគ្មាននរណាម្នាក់បានបោះជំហានទៅមុខដើម្បីបញ្ឈប់ពួកគេឡើយនៅពាក់កណ្ដាលផ្លូវថំបានអប់ចង្កេះនាងពីក្រោយយ៉ាងណែនទឹកភ្នែកក្តៅវណ្ហរបស់គាត់បានជ្រាបចូលទៅក្នុងអាវរបស់នាងនៅព្រឹកបន្ទាប់គូស្វាមីភរិយានេះកំពុងញ៉ាំមីនៅផ្ទះយ៉ាងស្ងាត់ស្ងៀមស្រាប់តែមានសំឡេងគោះទ្វារពីទ្វារទេឃ្លាផ្ទះពេលពួកគេបើកទ្វារអ្នកជិតខាងរបស់ពួកគេគឺមីងស៊ូសាននាងដកដង្ហើមហត់ពេលកំពុងនិយាយលូស៊ីប្រញាប់ត្រឡប់ទៅមើលឪពុករបស់អ្នកបានអញ្ជើញវីលៀមចាស់មកលេងហើយកំពុងប្រាប់អ្នកភូមិទាំងមូលថាអ្នកទាំងពីរជាមនុស្សរមើលគុណលូស៊ីចង់ចេញទៅក្រៅភ្លាមប៉ុន្តែថមបានលូកដៃទៅបញ្ឈប់នាងខ្ញុំនឹងដោះស្រាយវាអ្នករងចាំនៅផ្ទះអ្នកនៅតែចង់ត្រឡប់ទៅវិញហើយត្រូវគេធ្វើបាបមែនទេថមងក់ក្បាលដោយសារតែយើងបាននិយាយអ្វីគ្រប់យ៉ាងច្បាស់កាលពីម្សិលមិញថ្ងៃនេះគួរតែជាខ្ញុំដែលត្រឡប់ទៅវិញហើយធ្វើឲ្យអ្វីដំណើរការទៅដោយរលូនលូស៊ីមិនអាចសម្រាកបានទេដូច្នេះនាងបានដើរតាមគាត់ដោយលួចលាក់ហើយស្ដាប់នៅខាងក្រៅជញ្ជាំងផ្ទះឪពុកម្ដាយរបស់នាងបានរជែកត្អូញត្អែខ្លាំងខ្ញុំបានចិញ្ចឹមកូនស្រីរបស់ខ្ញុំអស់រយៈពេល30ឆ្នាំហើយបាននាំកូនប្រសារម្នាក់មករស់នៅជាមួយដោយផ្ដល់អាហារនិងកន្លែងស្នាក់នៅដល់គាត់ប៉ុន្តែតាមពិតគាត់បានអនុញ្ញាតឲ្យកូនស្រីរបស់ខ្ញុំផ្លាស់ប្ដូរពិធីជប់លៀងខួបកំណើតរបស់ខ្ញុំគាត់ជាមនុស្សមិនស្មោះត្រង់ទាំងស្រុងវិលលៀមចាស់បានសួរយឺតចេកចាស់ឲ្យនិយាយការពិតទៅតើអ្នកណាជាអ្នកសាងសង់ផ្ទះគ្រួសារអ្នកចេកព្យាយាមប្រកែកគាត់រស់នៅក្នុងផ្ទះរបស់ខ្ញុំជាការពិតណាស់គាត់គួរតែចំណាយដើម្បីសាងសង់វាបន្ទាប់មកតើអ្នកណាជាអ្នកចំណាយលើវិកលបថ្លៃព្យាបាលចំនួន80,000នៅពេលដែលអ្នកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីឆ្នាំមុនគាត់រស់នៅក្នុងផ្ទះរបស់ខ្ញុំជាការពិតណាស់គាត់គួរតែចំណាយដំបូងឡើយគាត់មានចំណែកនៅក្នុងផ្ទះនេះសំឡេងទន់ភ្លន់ប៉ុន្តែរឹងមាំមួយបានបន្លឺឡើងថមបានដើរចូលទៅក្នុងទីធ្លាដោយកាន់តែមកប៉ាខ្ញុំបានស្ងរសប់សិតប្រេមសើមិញម្ដងទៀតរយៈពេល3ម៉ោងចេកបានកកឯកសារនោះនៅក្រោមខ្នើយរបស់លូស៊ីវាមានឈ្មោះយើងទាំងពីរនៅលើនោះខ្ញុំបានបង់ប្រាក់កក់និងបង់រំលោះផ្ទះទាំងអស់ខ្ញុំបានរក្សាទុកកំណត់ត្រានៃការចំណាយក្នុងគ្រួសារទាំងអស់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះអ្នកអាចពិនិត្យមើលពួកគេបានគ្រប់ពេលលោកចាស់ William បានក្រោកឈរឡើងហើយផ្ដល់ដំបូន្មានដល់គាត់លោកចាស់ចាក់ប្រសិនបើកូនប្រសារដែលខិតខំធ្វើការនិងគោរពប្រតិបត្តិតាមច្បាប់បែបនេះជាមនុស្សមិនរាប់អាននោះគ្មានមនុស្សល្អនៅសល់ក្នុងលោកទេចេកនៅតែមិនព្រមចុះចាញ់ប៉ុន្តែទៅនៅតែត្រូវបានក្រឡាប់កាលពីម្សិលមិញខ្ញុំបានក្រឡាប់តោវាមិនមានអ្វីតាក់ទងនឹងប្តីរបស់ខ្ញុំទេលូស៊ីបានឡើងលើជញ្ជាំងហើយដើរចូលទៅសម្លឹងមើលចំទៅចេកប៉ាបើប៉ាបង្ខំគាត់ចេញតើអ្នកណានឹងនាំប៉ាទៅជួបគ្រូពេទ្យតើអ្នកណានឹងធ្វើស៊ុបឲ្យប៉ាហើយមើលថែប៉ាចេកក៏និយាយមិនចេញភ្លាមមុនពេលវីលៀមចាស់ចាក់ចេញគាត់បានរំលឹកលូស៊ីយ៉ាងស្ងៀមស្ងាត់ថាចេកគ្រាន់តែខ្វល់ខ្វាយច្រើនពេកអំពីការរក្សាមុខមាត់ហើយការផ្ដល់ផ្លូវចេញឲ្យគាត់គឺគ្រប់គ្រាន់ដើម្បីផ្សះផ្សាគ្នាលូស៊ីបានតម្រង់កៅអៅដ៏ញ៉ៃញ៉ៃរបស់ថមយ៉ាងស្រាលភ្នែករបស់ថមប្រែជាក្រហមប៉ុន្តែទីបំផុតគាត់បានបង្ហាញស្នាមញញឹមធូរស្រាលបន្ទាប់ពីរឹងខ្លួនអស់រយៈពេលយូរចេកបានយកតែម៉ូសមកបើកវាដោយស្ងៀមស្ងាត់មួយសន្ទុះក្រោយមកក្លិនឈ្ងុយឆ្ងាញ់នៃស៊ុបសិតបានហុយឡើងស៊ុបនោះត្រូវបានប្រោះដោយផ្លែគូជីនិងផ្លែល្វាក្រហមពីលើគាត់រអ៊ូតមថាវាមានរសជាតិប្រៃបន្តិចរួចក៏អន់ក្បាលចុះហើយផឹកវាយឺតនៅយប់នោះលូស៊ីបានលាបថ្នាំលើលាករបស់ថមនៅក្នុងផ្ទះបាយថមញ័រខ្លួនដោយសារការឈឺចាប់ចូលមានចិត្តសុភាពបើអ្នកដឹងថាវាឈឺចាប់ចូលចងចាំរឿងនេះបើអ្នកអនុញ្ញាតឲ្យមនុស្សធ្វើបាបអ្នកម្ដងទៀតខ្ញុំនឹងមិនលែងអ្នកដោយញីទេថមញឹមដោយស្មោះត្រង់ហើយងក់ក្បាលយ៉ាងស្ងៀមស្ងាត់នៅខាងក្រៅបង្អួចយប់នោះស្ងប់ស្ងាត់ណាស់ភ្លើងនៅក្នុងបន្ទប់របស់យ៉ាកនៅតែបើកហើយសំឡេងអូប៉េរ៉ាស្រទន់បានបន្លឺឡើងពីវិទ្យុរបស់គាត់កូនប្រសារដែលរស់នៅជាមួយគ្នាមិនដែលជាមនុស្សក្រៅដែលជំពាក់អ្នកណាម្នាក់ឡើយមនុស្សមានបេះដូងចូលប្រព្រឹត្តចំពោះអ្នកដទៃដោយស្មោះត្រង់នោះទើបអ្នកអាចទទួលបានភាពស្មោះត្រង់មកវិញនៅក្នុងគ្រួសារមានតែសេចក្តីសប្បុរសទេដែលអាចរក្សាសន្តិភាពបានយូរអង្វែង